អ្នកគ្រប់គ្រងសម្ដែងការសោកស្ដាយក្រោយឮដំណឹងជូរីល្អហួសអាចនឹងបាត់បង់ឱកាសទៅប្រកួត Miss Teen International 2026នៅប្រទេសឥណ្ឌារយៈពេលជាង6ខែហើយដែលបបកញ្ញាយុវតីជូរីល្អហួសបានក្លាយជាម្ចាស់មកុដថ្មីនៃកម្មវិធីប្រកួតសម្រស់វ័យក្មេង Miss Teen Cambodia 2025ដែលបានប្រកួតប្រជែងកាលចុងឆ្នាំ2025កន្លងទៅនេះចំពោះតំណែងជាម្ចាស់មកុដ Miss Teen Cambodia 2025នេះដែរជូរីល្អហួសបានធ្វើឲ្យមហាជនអ្នកគ្រប់គ្រងសរសើរពេញចិត្តយ៉ាងខ្លាំងពីភាពលេចធ្លោរបស់នាងដែលមានទាំងសមត្ថភាពចំណេះដឹងរូបសម្រស់ស័ក្តិសមបំផុតក្នុងការតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិក្រោយក្លាយជាម្ចាស់ជ័យលាភីក្រុងមកុដបបកញ្ញាវ័យក្មេងប៉ុន្មានខែមកនេះល្អហួសក៏តែងតែធ្វើឲ្យមហាជនសរសើរពីទឹកចិត្តដ៏មុតមមនិងស្មារតីស្នេហាជាតិរបស់នាងទាំងការប្រើសម្លេងផ្សព្វផ្សាយការពារប្រទេសជាតិនិងចូលរួមលើកស្ទួយវប្បធម៌ខ្មែរផងដែរតកតងនឹងការប្រកួតលើឆាកអន្តរជាតិវិញបបកញ្ញាយុវតីល្អហួសគឺតម្រូវឲ្យត្រៀមខ្លួនតំណាងឲ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Teen International 2026ដែលធ្វើឡើងនៅឯប្រទេសឥណ្ឌាក្នុងឆ្នាំ2026នេះដំណើរការត្រៀមខ្លួនសម្រាប់ទៅប្រកួតលើឆាកអន្តរជាតិនេះដែរបបកញ្ញាយុវតីល្អហួសក៏តែងតែធ្វើឲ្យមហាជនរំភើបនិងមានមោទកភាពចំពោះការតាំងចិត្តយ៉ាងអង់អាចក្លាហានរបស់នាងដែលរងចាំឡើងទៅតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិ Miss Teen International នៅឥណ្ឌាដើម្បីយកឱកាសជួយផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោកនិងរកយុត្តិធម៌ជួយដល់ប្រទេសជាតិផងដែរដោយឡែកស្របពេលបបកញ្ញាយុវតីល្អហួសត្រៀមខ្លួនយ៉ាងមុតមមសម្រាប់ប្រកួតលើឆាកអន្តរជាតិនេះស្រាប់តែថ្មីនេះអ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិងហាក់ស្ដាយខ្លាំងខណៈលេចឮដំណឹងថានាងអាចនឹងបាត់បង់ឱកាសតំណាងឲ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Teen International ទៅវិញជុំវិញរឿងនេះដែរក្រោយផ្ទុះការចែករំលែកឡើងក្រោយអ្នកគ្រប់គ្រងកម្មវិធី Miss Teen Cambodia បានបង្ហាញពីដំណឹងឲ្យដឹងថាស្ថាប័នមិនបានកាន់កាប់ license និងកម្មវិធីប្រកួត Miss Teen Cambodia នេះទៀតឡើយនិងបានបញ្ជាក់ថាស្ថាប័ននឹងបញ្ជូនបេក្ខជនទៅចូលរួមប្រកួតលើឆាកអន្តរជាតិចំពោះតែកម្មវិធីដែលមាន license តែប៉ុណ្ណោះក្រោយការផុសរៀបរាប់របស់លោកអិនវិចិត្រប៉ុន្មានម៉ោងក្រោយមកស្រាប់តែក្រឡេកទៅមើលគណនី Facebook Page ផ្លូវការរបស់ជូរីល្អហួសក៏បានបង្ហោះផងដែរថាដើរទៅមុខបន្តមិនបោះបង់មិនចុះចាញ់ដរាបណាបើនាងខ្ញុំនៅតែមានក្តីស្រមៃ